សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមករំលឹកឡើងវិញនៅមេរៀនធរមីតមួយគឺ vector នៅក្នុងលំហដែលយើងសង្កេតឃើញថាមេរៀន vector នៅក្នុងលំហនេះតែងតែប្រឡងចេញនៅក្នុងបាក់ឌុបថ្នាក់ទី12ផ្នែកវិទ្យាសាស្ត្រហើយគឺអត់ងាយមានរំលងមេរៀននឹងទេណាហើយនៅក្នុងវីដេអូមួយនេះគឺអ្នកគ្រូនឹងមកកែអំពីលំហាត់មួយគឺលំហាត់ប្រឡងចេញបាក់ឌុបនៅឆ្នាំ2002ណាអញ្ចឹងយើងមកមើលប្រធានទាំងអស់គ្នាអញ្ចឹងគេមានចំណុច A ដែលមាន coordinate 301 B មាន coordinate 240និង C មាន coordinate 033សំណួរកគេឲ្យយើងរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទិត D ដែលកាត់តាមចំណុច O និងមាន vector ប្រាប់ទិស vector អ៊ុយដែលមាន coordinate 111បន្ទាប់មកសំណួរខគណនាផគុណ vector គឺផគុណខ្វែងនៃ vector AB ខ្វែងនឹង vector AC ហើយទាញថាចំណុច ABC នឹងគឺរត់មិនត្រង់គ្នាណាមិនរត់ត្រង់គ្នាណាអញ្ចឹងយើងមកមើលនៅការដំណោះស្រាយទាំងអស់គ្នាចឹងយើងមើលសំណួរកគេឲ្យយើងរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទិត D ដែលកាត់តាមចំណុច O និងមាន vector ប្រាប់ទិសនៃ vector អ៊ុយដែលមាន coordinate 11អញ្ចឹងមានន័យថាយើងមានធាតុសំខាន់2ចំណុចទី1គឺជាចំណុចដែលបន្ទិតកាត់តាមគឺចំណុចកាត់តាមគោល O គឺយើងហៅថាគោលតម្រុយដែលមាន coordinate 000ដែលចំណុចសំខាន់ទី2នោះគឺ vector ប្រាប់ទិសណាអញ្ចឹង vector ប្រាប់ទិសគេប្រាប់មកមាន coordinate 111ណាអញ្ចឹងអាហ្នឹងគឺមានន័យថាមេគុណ A យើងស្មើ1មេគុណ B យើងស្មើ1និងមេគុណ C ស្មើ1អញ្ចឹងយើងនាំគ្នាទៅមើលអំពីរូបមន្តសមីការបន្ទិតប៉ារ៉ាម៉ែត្រដែលយើងមានចំណុចកាត់តាម P0 ដែលតាំងដោយ x0 y0 និង z0 និងមាន vector ប្រាប់ទិស ABC អញ្ចឹងយើងមាន x ស្មើ x0 បូក at y ស្មើ y0 បូក bt z ស្មើ z0 បូក ct ដែល t ជារបស់ r បន្ទាប់មកទាំងអស់គ្នាយកវាមកជួសតម្លៃចូលមកយើងបាន x ស្មើ0បូក 1t y ស្មើ0បូក 1t z ស្មើ0បូក 1t អា0នេះយើងបាច់សេក៏បានដែរយើងដាក់ t យកទាំងអស់មកទៅព្រោះ1គុណនឹង t គឺស្មើ t ព្រោះយើងដឹងថាចំណុចកាត់តាមយើងមិញគឺកាត់តាមគោល O អញ្ចឹងក៏នេះវា0ទាំងអស់ហើយ vector ប្រាប់ទិសអ៊ុយយើងគឺ1ទាំងអស់ដូចគ្នាអញ្ចឹងយើងឃើញចម្លើយយើងដូចនេះសមីការប៉ារ៉ាម៉ែត្រនៃបន្ទិតយើងអាចសរសេរបាន x ស្មើ t y ស្មើ t z ស្មើ t ដែល t គឺជារបស់ r ណាចាអញ្ចឹងយើងទៅមើលលំហាត់ទី2គណនាផគុណនៃ vector ខ្វែងគឺ vector AB ខ្វែងនឹង vector AC ហើយទាញតែចំណុច ABC ហ្នឹងគឺរត់មិនត្រង់ជួរគ្នាអញ្ចឹងដើម្បីរក vector AB ខ្វែងជាមួយនឹង vector AC ទាំងអស់គ្នាត្រូវស្គាល់អំពី coordinate នៃ vector AB និង vector AC សិនណាអញ្ចឹងយើងដឹងថាដោយ A យើងគឺមាន coordinate 301ហើយ B យើងមាន coordinate 240និង C មាន coordinate 033អញ្ចឹងយើងអាចរក vector AB យើងគឺយើងយក vector ចុងដក vector គុលដែល vector ចុងយើងគឺ vector B vector គុលយើងគឺ vector A អញ្ចឹងយើងដកយក B ដក A មក2ដក3ស្មើដក1 4ដក0គឺស្មើ4 0ដក1ស្មើនឹងដក1vector AC គឺយើងធ្វើដូចគ្នាយើងយក C ដកជាមួយនឹង A អញ្ចឹង C យើងគឺ0ដក3គឺបានដក3 3ដក0គឺបាន3 3ដក1គឺបាន2ជានៅពេលដែលយើងរក coordinate នៃ vector AB និង vector AC ឃើញហើយយើងចាប់ផ្ដើមយកវាមកជំនួសរក vector ខ្វែងដែលប្រើតាមដេតាមីណង់របស់យើងខាងជួរលើគឺយើងដាក់ vector e ស៊ីកាហើយជួរខាងក្រោមហ្នឹងគឺយើងដាក់ vector AB ដែលយើងបានរកឃើញមិញនិង vector AC ចំណុចចុងក្រោយអញ្ចឹងយើងអាចលុបជួរ e មួយមុនមកអញ្ចឹងវានៅសល់4ដក1 3 2ណាចានឹងដេតាមីណង់យើង e ដកជាមួយនឹងដកហ្នឹងគឺជាសញ្ញារូបមន្តរបស់យើងណា vector z យើងលុបជួរ z ចេញទៅវាសល់ដក1ដក1ហើយនឹងដក3 2បូកនឹង vector ចុងក្រោយ vector k អញ្ចឹងវាសល់ដក1 4និងដក3 3អញ្ចឹងយើងចាប់ផ្ដើមគុណខ្វែងទៅ4គុណនឹង2បាន8អានេះដករូបមន្តដក1គុណនឹង3គឺបានដក3អញ្ចឹងយើងដាក់វងកញ្ចក់សិនទៅដកជាមួយនឹងយើងយកដក1ទៅគុណនឹង2បានដក2ហើយដក1គុណនឹងដក3វាបានបូក3អញ្ចឹងប៉ះនឹងរូបមន្តយើងដកមកតាំងទៀតវាទៅជាដក3នៃ vector z បូកនឹង vector k យើងគឺដក1គុណនឹង3បានដក3ដក3គុណនឹង4បានដក12ហើយយើងប៉ះដកយើងរូបមន្តយើងមួយទៀតអ
ចឹងដំបូងយើងគុណសញ្ញាសិនមកដកគុណដកបានបូក3ដក2ដក5ដក3បានដក5ដកគុណដកនេះបានបូក12ហើយយើងស៊ីសងមក8បូក3បាន 11e ដកកត្តានឹងដក5បានបូក 5c បូកជាមួយនឹងដក3បូក12គឺបានបូក 9k ចឹងយើងបានចម្លើយយើងគឺ vector AB ខ្វែងនឹង vector AC ស្មើនឹង11 5 9ចាអញ្ចឹងយើងទៅចំណុចទី2របស់យើងគឺគេឲ្យយើងទីបង្ហាញថា ABC ហ្នឹងគឺមិនរត់ត្រង់ជួរគ្នាអញ្ចឹងបើតាមលក្ខណៈធនមាត្របើចំណុច3រត់ត្រង់ជួរគ្នាមានន័យថាផលគុណខ្វែងនៃ vector របស់វាហ្នឹងគឺស្មើនឹង vector 0ប៉ុន្តែដោយឡែកយើងឃើញថា vector AB ខ្វែងនឹង vector AC យើងគឺស្មើនឹង coordinate 11 5 9អញ្ចឹងវាខុសពី vector 0 vector 0ហ្នឹងគឺជា vector ដែលមាន coordinate 0ទាំងអស់បានយើងហៅ vector 0ណាអញ្ចឹងយើងទាញបានថា ABC របស់យើងហ្នឹងគឺមិនរត់ត្រង់ជួរគ្នាទេចាអញ្ចឹងនៅក្នុងថ្ងៃនេះអ្នកគ្រូមានលំហាត់មួយប៉ុណ្ណឹងហើយនៅក្នុងចុងវីដេអូនេះអ្នកគ្រូនឹងមានលំហាត់ឲ្យទាំងអស់គ្នាយកទៅអនុវត្តចំនួន3ដែលចំណុចទី1នេះគឺអ្នកគ្រូមានcoordinate A ដែលមាន coordinate 120 B មាន coordinate 341 C មាន coordinate 205ហើយគណនា coordinate នៃ vector AB និង vector AC ចឹងអ្នកគ្រូមានចម្លើយជ្រើសរើសមាន2ដែលចម្លើយ A ហ្នឹងគឺ AB vector AB ស្មើនឹង461និង vector AC គឺ325ហើយនឹងចម្លើយ B គឺយើងមាន vector AB ស្មើនឹង221និង vector AC ស្មើនឹង1ដក25ចឹងយើងទៅលំហាត់អនុវត្តទី2ទី2នេះគេឲ្យយើងគណនាផលគុណនៃ vector n ដែលស្មើនឹងផលគុណខ្វែងរវាង vector AB និង vector AC ដែល vector AB គេប្រាប់ vector AC គេប្រាប់ចឹងអ្នកគ្រូមានចម្លើយជ្រើសរើសឲ្យទាំងអស់គ្នាគិតមាន2ដូចគ្នាចឹងបើទាំងអស់គ្នាឃើញចម្លើយមួយណាអាច comment នៅខាងក្រោមវីដេអូនេះឲ្យអ្នកគ្រូបានដឹងផងហើយនឹងលំហាត់ចុងក្រោយនេះគឺរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទិត L ដែលកាត់តាមចំណុច A មាន coordinate 301និងមាន vector ប្រាប់ទិស V ចឹងអាហ្នឹងគឺដោយលំហាត់ដែលអ្នកគ្រូបានកែឲ្យមិញហ្នឹងចឹងទាំងអស់គ្នាយកទៅរៀនធ្វើរៀនអនុវត្តឃើញចម្លើយជ្រើសរើសមួយណាសូម comment នៅខាងក្រោមដើម្បីឲ្យអ្នកគ្រូបានដឹងផងចឹងនៅក្នុងថ្ងៃនេះអ្នកគ្រូមានប៉ុណ្ណឹងសង្ឃឹមថាវីដេអូមួយនេះអាចជួយបងប្អូនរំលឹកឡើងវិញនៅមេរៀនធនមាត្រទៅក្នុងលំហបានហើយកុំភ្លេចជួយ like subscribe នៅ channel YouTube របស់អ្នកគ្រូម្នាក់មួយផងហើយជាចុងក្រោយនេះអ្នកគ្រូសូមអរគុណសម្រាប់ការតាមដានទស្សនាដោយយកចិត្តទុកដាក់សង្ឃឹមថាយើងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា